យន្តហោះ B2 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្របំបាំងកាយធុនធ្ងន់របស់សហរដ្ឋអាមេរិកហើយនៅក្នុងវីដេអូនេះយើងនឹងមកមើលអំពីចំណុចខ្សោយ5យ៉ាងរបស់យន្តហោះមួយនេះចំណុចទី1គឺតម្លៃរបស់យន្តហោះ B2 ដែលក្នុងមួយគ្រឿងវាមានតម្លៃលើស$2000 លានសហរដ្ឋអាមេរិកតែតម្លៃនេះគឺច្រើនជាង GDP សរុបរបស់ប្រទេសមួយចំនួនទៅទៀតហើយតម្លៃនៅក្នុងការហោះហើរ1ម៉ោងរបស់យន្តហោះនេះវិញគឺប្រហែលជាង$135,000នេះគឺត្រឹមតែជាតម្លៃហោះហើរ1ម៉ោងប៉ុណ្ណោះរបស់យន្តហោះដោយមិនគិតអំពីការទម្លាក់គ្រាប់បែកនិងឧបករណ៍ផ្សេងៗចំណុចទី2បើទោះបីជាវាមានតម្លៃថ្លៃនិងទំនើបដែលសូម្បីតែខ្ញុំក៏ស្រឡាញ់ដែរនោះផ្ទុយទៅវិញវាមានបញ្ហាគឺពុំសូវធន់ហើយនឹងត្រូវការ maintenance ច្រើនឬការដំហែទាំបច្ចេកទេសច្រើនបើសិនជាខ្វះការដំហែទាំបច្ចេកទេសពេញលេញទឹកថ្នាំបំបាំងកាយរបស់យន្តហោះនោះនឹងងាយរងការច្រេះចាប់ឬ corrosion ដែលបញ្ហានេះគឺមិនត្រឹមតែកើតមានឡើងនៅលើយន្តហោះ B2 ទេសូម្បីតែយន្តហោះ F-22 Raptor របស់សហរដ្ឋអាមេរិកក៏មានបញ្ហានឹងដែរដូច្នេះហើយទើបសហរដ្ឋអាមេរិកគ្រោងនឹងផលិតយន្តហោះ B-21 ដើម្បីជំនួសឲ្យ B2 នេះវិញមួយទៀតគឺបញ្ហាសំណើមដែលអាចកើតមានឡើងមកពីអាកាសធាតុឬក៏បណ្ដាលមកពីតំបន់ដែលមានភ្លៀងធ្លាក់ច្រើនសំណើមនេះគឺអាចជ្រាបចូលទៅក្នុងប្រព័ន្ធអេឡិចត្រូនិករបស់យន្តហោះដែលនេះគឺជាមូលហេតុមួយដែលធ្វើឲ្យយន្តហោះនេះបានធ្លាក់ឆេះខ្ទេចគ្មានសល់នៅពេលដែលវាព្យាយាមហោះហើរនៅឯទីតាំងមូលដ្ឋានទ័ពនៅកោះហ្គមបញ្ហានេះគឺមានកើតឡើងចំពោះយន្តហោះ B2 model ចាស់ហើយវិស្វករបានធ្វើការអាប់ដេតនិងកែតម្រូវបញ្ហានេះទៅលើយន្តហោះដែលនៅសល់រួចទៅហើយទី3គឺដូចយើងនិយាយខាងលើអញ្ចឹងគឺការថែរក្សាដែលមានភាពស្មុគស្មាញនិងឲ្យចំណាយលុយច្រើននៅក្នុងការថែរក្សាម្ដងនៅពេលហោះហើរម្ដងយន្តហោះ B2 ត្រូវការត្រួតពិនិត្យនិងបច្ចេកទេសរហូតទៅដល់រាប់រយម៉ោងដែលនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់វាឲ្យចូលនិវត្តន៍ឆាប់ៗនេះហើយជំនួសមកវិញនៅយន្តហោះ B-21 Raider ទី4ការធ្លាក់យន្តហោះ B2 នៅកោះហ្គមត្រូវបានគេចាត់ទុកជាមហន្តរាយកំហុសបច្ចេកទេសវិស្វករដែលមានតម្លៃថ្លៃជាងគេនៅក្នុងប្រវត្តិសាស្ត្រពោលគឺសហរដ្ឋអាមេរិកនិងកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកបាត់បង់លុយ$2,000 លានត្រឹមតែពេលមួយពព្រិចភ្នែកប៉ុណ្ណោះទី5យន្តហោះ B2 គឺត្រូវបានផលិតឡើងត្រឹមតែចំនួន20គ្រឿងប៉ុណ្ណោះហើយបូករោមទាំងមួយគ្រឿងដែលត្រូវបានធ្លាក់ឆេះខ្ទេចនៅកោះហ្គមទៀតអញ្ចឹងយន្តហោះនេះគឺមានត្រឹមតែ19គ្រឿងប៉ុណ្ណោះនៅលើโลก